Hello សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel SPC ទូទីវាចាថ្ងៃនេះគឺខ្ញុំមកនាំអ្នកទាំងអស់គ្នាមើលថាតើចិត្តរបស់គេនៅស្រឡាញ់អ្នកដែរឬទេណាចាអញ្ចឹងឥឡូវគឺខ្ញុំសាប់វាឲ្យអ្នកទាំងអស់គ្នាជ្រាបសូមឲ្យអ្នកទាំងអស់គ្នានឹងធ្វើចិត្តឲ្យស្ងប់ហើយនឹកគិតដល់បរិសម្នាក់ដែលឬក៏ស្ត្រីម្នាក់ដែលជាដៃគូរបស់អ្នកហើយយើងមកមើលចិត្តគាត់ថាតើគេនៅស្រឡាញ់អ្នកទាំងអស់គ្នាដែរឬទេណាចាយើងមកមើលថាតើគេនៅស្រឡាញ់អ្នកទាំងអស់គ្នាដែរឬទេចាអញ្ចឹងឥឡូវគឺខ្ញុំសាប់បៀរួចហើយខ្ញុំមាន3ក្រុមសម្រាប់ឲ្យអ្នកទាំងអស់គ្នាជ្រើសក្រុមទី1គឺក្រុមអក្សរ K ក្រុមទី3គឺក្រុមទី2គឺក្រុមអក្សរ L និងក្រុមទី3គឺក្រុមអក្សរ M ណាសូមឲ្យអ្នកទាំងអស់គ្នាធ្វើចិត្តឲ្យស្ងប់ហើយជ្រើសបៀមួយសន្លឹកណាហើយយើងសួរថាតើគេនៅស្រឡាញ់អ្នកទាំងអស់គ្នាដែរឬទេណាសង្ឃឹមថាអ្នកទាំងអស់គ្នាជ្រើសបានទេណាអញ្ចឹងឥឡូវខ្ញុំសូមបើកបៀក្រុមទី1គឺក្រុមអក្សរ K ណាគឺអ្នកទាំងអស់គ្នាចាប់បាននៅសន្លឹក 10 of 1ក្រុមទី2គឺក្រុមអក្សរ L អ្នកទាំងអស់គ្នាគឺចាប់បាននៅសន្លឹក The Emperor ណានិងសន្លឹកទី3គឺអក្សរ M អ្នកទាំងអស់គ្នាចាប់បានសន្លឹក The Sun ចាអញ្ចឹងឥឡូវយើងមកមើលថាតើក្រុមនីមួយហ្នឹងមានន័យថាម៉េចណាអញ្ចឹងខ្ញុំមើលឲ្យក្រុមទី1មុនក្រុមអក្សរ K យើងមកសួរថាតើចិត្តរបស់គេនឹងនៅស្រឡាញ់អ្នកឬអត់ណាចាចិត្តរបស់គេនៅស្រឡាញ់អ្នកឬអត់ឬក៏គេឈប់ស្រឡាញ់ហើយឬក៏ចិត្តយ៉ាងណាយ៉ាងណីណាចាចិត្តរបស់ក្រុមទី1ណា10 of 1ចិត្តរបស់គេយ៉ាងណានៅស្រឡាញ់អ្នកឬអត់ណាចាយើងមកមើលថាចិត្តរបស់គេនៅស្រឡាញ់អ្នកដែរឬអត់ចាបើនិយាយពីក្រុមទី1ក្រុមអក្សរ K ស្លឹក10 of 1នេះចាគឺបើនិយាយពីរឿងការងារវិញមានន័យថាគឺការចាប់ផ្ដើមធ្វើការចាប់ផ្ដើមមានសកម្មភាពឡើងវិញបើនិយាយពីរឿងក្តីស្រឡាញ់វិញបានន័យថាចាប់ផ្ដើមគិតគូររឿងក្តីស្រឡាញ់អោបកសោបរឿងក្តីស្រឡាញ់គិតគូរទាំងការនិយាយស្ដីទាំងចិត្តគំនិតទាំងកាយវិការចាប់ផ្ដើមអោបកសោបឡើងវិញណាចាចាប់ផ្ដើមធ្វើវាសាជាថ្មីចាដូចថារឿងខ្លះយើងទម្លាក់វាចោលទុកវាចោលបើសិនតែក្តីស្រឡាញ់វិញបានន័យថាទុកវាចោលរត់រាយអត់មានរបៀបឬក៏មិនខ្វល់មិនយកចិត្តទុកដាក់អីចឹងណាប៉ុន្តែមកដល់ពេលនេះគឺចាប់ផ្ដើមអោបកសោបគិតគូរសពគ្រប់បែបយ៉ាងមិនថារឿងតូចរឿងធំអីគឺចាប់ផ្ដើមទាញវាមកកាត់ទាញវាមកធ្វើឬក៏បានន័យថាចិត្តនៅនឹកកាត់រឿយឡើងវិញណាចានៅក្នុងនេះមានន័យថាបើសិនជាអ្នកទាំងពីរគឺជាមនុស្សដែលថាធ្លាប់តាក់ទងគ្នាធ្លាប់ស្រឡាញ់គ្នាធ្លាប់ផ្អែមល្ហែមជាមួយគ្នាហើយបានចាក់ចេញពីគ្នាឬក៏និរិះចេញពីគ្នាឬក៏ឈប់ខ្វល់មានសង្សារអីរៀងខ្លួនមានន័យថាបែកគ្នាហើយណាហើយអត់ខ្វល់មករយៈហើយប៉ុន្តែពេលវេលានេះគឺជាពេលវេលាដែលថាត្រឡប់មកកាត់គូត្រឡប់មកសើរើរឿងចាស់មកវិញត្រឡប់មកទំនាក់ទំនងឡើងវិញណាចាបានន័យថាអញ្ចឹងបានន័យថាអំឡុងពេលនៃការចាប់ផ្ដើមគម្រោងការថ្មីណាឬក៏ចាប់ផ្ដើមគិតដល់អ្នកម្ដងទៀតណាចាបើសិនជារឿងក្នុងនេះរឿងខ្លះនៅក្នុងនេះខ្ញុំឃើញថាអ្នកដែលចូលចាប់ក្រុមទី1ក្រុមអក្សរ K ណាចាគឺអ្នកទាំងអស់គ្នាអាចថាចាប់ផ្ដើមចាតាមដានគេ
ចាចាប់ដើមតាមដានគេឬក៏គេនឹងចាប់ដើមតាមដានអ្នកចាបើយើងសួរថាតើគាត់នៅស្រឡាញ់អ្នកដែរឬទេបានន័យថាគាត់ចាប់ដើមមកគិតគូរដល់អ្នកវិញហើយចាចាប់ដើមមកខ្វល់ខ្វាយយកចិត្តទុកដាក់តាមដានតាមរយៈអ៊ីនធឺណិតអីផ្សេងណាចាប់ដើមមកវិញហើយចាចាប់ដើមមានចិត្តនឹកស្ដាយក្រោយវិញហើយណាចាបើរឿងលុយកាក់វិញបានន័យថាដោយថាអ្វីដែលអ្នកបានខិតខំប្រឹងប្រែងកន្លងមកហើយហ្នឹងណាគឺអ្នកចាប់ដើមបានផលហើយចាបានផលមកតិចម្ដងហើយបើសិនជាអ្នកធ្លាប់ថាខ្ជះខ្ជាយលុយកាក់មកដល់ពេលនេះបានន័យថាអ្នកចាប់ដើមគិតគូររឿងលុយកាក់មកវិញហើយណាឈប់ខ្ជះខ្ជាយហើយចាអញ្ចឹងនៅក្នុងនេះអត្ថន័យរួមនោះគឺគេចង់និយាយទាំង3យ៉ាងទី1ទាំងការទី1រឿងលុយកាក់អ្នកទាំងពីររវាងអ្នកដែលមកមើលបៀហ្នឹងដែលចាប់ក្រុមទី1ក្រុមអសខេហើយនឹងដៃគូជំហានទី1អ្នកទាំងពីរមិនមែនថាស្រឡាញ់គ្នាដោយយកបេះដូងមកគិតជាជំហានទី1អត់ទេអ្នកទាំងពីរស្រឡាញ់គ្នាព្រោះតែរឿងដូចថាចង់ធ្វើម៉េចឲ្យខ្លួនឯងហ្នឹងមានជីវិតរស់នៅដែលមានលុយកាក់ចាយវាយប្រើប្រាស់គ្រប់គ្រាន់ន័យថាចង់ឲ្យខ្លួនឯងហ្នឹងមានលំនឹងមានស្ថិរភាពតាក់ទងនឹងរឿងលុយកាក់ជាជំហានទី1ជំហានទី2ខ្ញុំឃើញថាអ្នកដែលចូលមកចាប់ក្រុមទី1នេះណាមិនថាយើងជាស្រីឬប្រុសហើយចូលចាប់ក្រុមទី1នេះគឺភាគីខាងស្រីស្រឡាញ់ខាងប្រុសជាងភាគីខាងប្រុសស្រឡាញ់ខាងស្រីភាគីខាងស្រីនេះស្រឡាញ់ខាងប្រុសជាងណាហើយការដែលស្រឡាញ់ហ្នឹងមិនមែនស្រឡាញ់ដោយថាបេះដូងនឹងបេះដូងត្រូវការគ្នាតែដណ្ដងស្រឡាញ់គាត់មើលមុខគាត់ទៅមានអារម្មណ៍ថាដិតដាមពោពេញដោយក្តីស្រឡាញ់រំភើបខ្ញុំអត់ទេមិនមែនអញ្ចឹងទេក្តីស្រឡាញ់មួយនេះគេហៅថាក្តីស្រឡាញ់ដែលថាគិតថាបើសិនជាបានគាត់មកនឹងមានទ្រព្យសម្បត្តិច្រើនមានលុយច្រើនមានមុខមាត់នៅក្នុងសង្គមមានកិត្តិយសបើរឿងក្តីស្រឡាញ់វិញខាងស្រីឬក៏អ្នកដែលមានចរិតដូចថាចរិតទុនជ្រាបដូចស្រីហ្នឹងគឺស្រឡាញ់គេជាងណាស្រឡាញ់គេជាងឬក៏ហៅថាមនុស្សដែលមានធាតុស្រីហ្នឹងស្រឡាញ់គេជាងគេអត់សូវស្រឡាញ់ទេប៉ុន្តែគេចាប់ផ្ដើមគិតគូរមកវិញឬក៏យើងនឹងចាប់ផ្ដើមគិតគូរឡើងវិញណានេះស្លឹកនេះមានថាអ្នកខ្លះដូចថាគាត់មានគ្រួសារហើយតែគាត់បាននឹកនាដល់ដៃគូចាស់របស់គាត់អីចឹងណាចាឬក៏អ្នកខ្លះទាំងមានសង្សារហើយប៉ុន្តែបានត្រឡប់ទៅគិតដៃគូចាស់ដែលបានបែកបាក់គ្នាទៅហើយនោះចាគិតនឹងបើខាងស្រីគិតរឿងស្រឡាញ់បើខាងប្រុសគិតរឿងលុយហើយខាងស្រីនេះក៏មិនមែនស្រឡាញ់ដូចខ្ញុំនិយាយចឹងមិនមែនស្រឡាញ់ថាអត់អីអត់ទៅឲ្យតែបានស្រឡាញ់អត់ទេគិតរឿងលុយខ្លាំងចឹងអ្នកទាំងពីរគិតរឿងលុយទាំងសងខាងគាត់ថាខាងស្រីគិតរឿងលុយផងគិតរឿងក្តីស្រឡាញ់ផងតែបើខាងប្រុសវិញគិតរឿងលុយស្ទើរតែសុទ្ធសាធចាស្ទើរតែសុទ្ធសាធគឺគិតរឿងលុយគិតគឺរឿងប្រមូលផលប្រយោជន៍ណាក្រុមទី1ហើយនៅក្នុងហ្នឹងបើសិនជារឿងការរស់នៅគេហៅថា50% បានន័យថាគាត់គិតថាបើរស់នៅជាមួយគ្នាប្រកបជាបានល្អប្រសើរ50% មានទ្រព្យ50% ជួយឲ្យគ្រួសារហ្នឹងមានមុខមានមាត់មានកិត្តិយសថ្លៃថ្នូរក្នុងសង្គមអីចឹងណាគឺបែបហ្នឹងចាគេហៅថាមានអំណាចក្នុងការរស់នៅណាហើយឬក៏ថាមានអំណាចក្នុងការចេញរកស៊ីចេញរកលុយរកកាក់អីហើយនឹងទទួលបានក្តីស្រឡាញ់ពីមនុស្សជុំវិញខ្លួនមកនៅចំពោះក្រុមគ្រួសារអ្នកចាប់ក្រុមទី1ចាគឺបែបហ្នឹងណាអញ្ចឹងរវាងយើងនិងដៃគូយើងបើយើងសួរថាតើគាត់នៅស្រឡាញ់អ្នកដែរឬទេនៅក្នុងនេះគាត់គិតរឿងលុយច្រើនជាងចាហើយក៏គាត់គិតរឿងលុយច្រើនជាងប៉ុន្តែគាត់ត្រឡប់មកគិតពីអ្នកវិញហើយចាគាត់ត្រឡប់មកគិតពីអ្នកហើយគាត់គិតថាបើសិនជាគាត់ដូចថានៅស្រឡាញ់គ្នាហើយរៀបការអីចោលគ្នាអញ្ចឹងណាគាត់ពេលនេះគាត់ត្រឡប់មកគិតវិញថាបើសិនជាគាត់នឹងនៅជាមួយអ្នកដែលចាប់ក្រុមទី1នេះគាត់នឹងមានគេហៅថាមានលុយមានកាក់ក្រាន់បើចាហើយគាត់នឹងទទួលបានក្តីស្រឡាញ់ពីយើងចំពោះគាត់ហ្នឹងណាចាពីអ្នកដែលចាប់ក្រុមទី1ហ្នឹងណាហើយអ្នកក្រុម
ហើយគាត់ក៏យល់ថាបើសិនជាមនុស្សនៅជាមួយគ្នាយើងប្រកាសជាមនុស្សស្រីម្នាក់ដែលថាមើលទៅរូបភាពចេញថាយើងគិតគូររឿងលុយប៉ុន្តែធៀបពិតគាត់ស្គាល់យើងច្បាស់ថាយើងមិនមែនគិតរឿងលុយតាមមុខទេគឺយើងគិតរឿងក្តីស្រឡាញ់ដែរចាគិតរឿងក្តីស្រឡាញ់ដែរហើយក៏ជាមនុស្សដែលចេះគ្រប់គ្រងលុយកាក់ចាអញ្ចឹងលេខនៅក្នុងនេះគាត់ត្រឡប់មកគិតប៉ុន្តែគាត់គិតអ្វីដែលគាត់គិតហ្នឹងគឺគិតរឿងលុយកាក់ចាគាត់គិតរឿងលុយកាក់ហើយគាត់គិតថាបើសិនជាត្រឡប់មកយកអ្នកទាំងអស់គ្នាវិញឬក៏ត្រឡប់មកយកអ្នកដែលចាប់ក្រុមទី1វិញណាគាត់នឹងមានតែគេហៅថាក្តីស្រឡាញ់វែងឆ្ងាយពីសំណាក់ភាគីខាងស្រីចំពោះគាត់ចាតែបើសិនជាមនុស្សប្រុសមកយកមកចាប់បៀនេះបានន័យថាដៃគូរបស់យើងគាត់ថាបើមកយកយើងហ្នឹងដូចថាខាងស្រីនិយាយទៅខាងស្រីតែម្ដងខាងស្រីនឹងស្រឡាញ់ខាងប្រុសច្រើនណាហើយក៏ជាមនុស្សចេះគ្រប់គ្រងលុយកាក់ចេះទុកដាក់លុយកាក់ហើយតែប្រកាសជាមានលុយកាក់ជាដុំកំភួនសម្រាប់ធ្វើអ្វីមួយដែលលេចធ្លោលក្ខណៈលេចធ្លោចាគឺបែបហ្នឹងណាក្រុមទី1អញ្ចឹងបើយើងសរុបមកវិញថាគាត់នៅស្រឡាញ់គាត់នៅស្រឡាញ់អ្នកដែរឬទេចាក្នុងនេះគាត់នៅស្រឡាញ់ហើយគាត់ក៏បានន័យថាអស់ចិត្តពីអ្នកមករយៈហើយប៉ុន្តែមករយៈនេះគឺគាត់ត្រឡប់មកនឹកឃើញរឿងល្អរវាងអ្នកនិងគាត់តែការគិតហ្នឹងមិនមែនងប់ងល់បែបក្តីស្រឡាញ់ទេគឺលក្ខណៈគិតរឿងទ្រព្យសម្បត្តិច្រើនជាងចាហើយគាត់សង្ឃឹមថាបើសិនជាមកនៅជាមួយអ្នកទាំងអស់គ្នាគឺគាត់នឹងទទួលបានក្តីស្រឡាញ់ហើយមានទ្រព្យជាដុំកំភួនណាក្រុមទី1គាត់គិតរឿងទ្រព្យច្រើនជាងគាត់នៅស្រឡាញ់អ្នកតែស្រឡាញ់ហ្នឹងគិតរឿងទ្រព្យច្រើនជាងចាឥឡូវចូលមកដល់ក្រុមទី2គឺក្រុមអក្សរ L ណាយើងមកសួរថាតើគាត់នៅស្រឡាញ់អ្នកដែរឬទេណានៅស្រឡាញ់អត់មើលទៅចាតើគាត់នៅស្រឡាញ់អ្នកដែរឬទេណាគាត់នៅស្រឡាញ់អត់មើលទៅណាដៃគូរបស់យើងណាគាត់នៅស្រឡាញ់យើងអត់ចាដៃគូរបស់យើងនៅស្រឡាញ់យើងអត់ណាឥឡូវខ្ញុំមកបកស្រាយពីចាស្លឹកគោលរបស់យើងសិនចាខ្ញុំមកបកស្រាយស្លឹកគោលយើងសិនចាស្លឹកគោលរបស់យើងគឺយើងចាប់បានស្លឹក The Emperor ណាស្លឹក Emperor នេះបើនិយាយពីរឿងការងារវិញណាបានន័យថាអ្នកដែលចូលមកចាប់ក្រុមអក្សរ L ក្រុមទី2ម្ចាស់ចតាដែលចូលមកចាប់ហ្នឹងចាបើសិនជាមនុស្សប្រុសវិញណាគឺបានន័យថាគាត់នឹងមានតំណែងខ្ពស់ចាមានតំណែងខ្ពស់មានការងារអីច្បាស់លាស់ចាអ្នកខ្លះទៅទៀតគឺត្រូវបានផ្លាស់ប្ដូរតំណែងបើថាយើងអាចពីតំណែងជាបុគ្គលិកធម្មតាឡើងទៅជាតំណែងប្រធានអីមួយមកកលៈទៀតបើសិនតែយើងជាប្រធានសប្តាហ៍ថ្ងៃហើយបានន័យថាយើងឡើងមកកលៈទៀតបានន័យថាយើងឡើងតចាឡើងខ្ពស់ជាងមុនបើសិនជាមនុស្សប្រុសណាចាតែបើសិនជាម្ចាស់ចតាដែលចូលចាប់ក្រុមទី2នេះក្រុមអក្សរ L នេះគឺជាមនុស្សស្រីវិញបានន័យថាយើងនឹងត្រូវបានមនុស្សដែលមានតំណែងហ្នឹងជួយជ្រោមជ្រែងយើងចាមនុស្សដែលមានតំណែងហ្នឹងហើយក៏ជាមនុស្សប្រុសដែលអាចជួយជ្រោមជ្រែងយើងបានហ្នឹងគឺជាមនុស្សប្រុសណាមិនមែនមនុស្សស្រីទេចាហើយក៏ជាពេលវេលាដែលថាអ្នកត្រូវទទួលខុសត្រូវរ៉ាប់រងចាមានបន្ទុកមួយដែលអ្នកត្រូវរៀងធ្ងន់ជាងមុនចាត្រូវដោះស្រាយត្រូវទទួលរ៉ាប់រងត្រូវទទួលរែកពុននៅមុខងារតួនាទីតំណែងឋានៈដែលត្រូវមានទំនួលខុសត្រូវខ្ពស់ជាងពេលមុនចាបើសិនជានិយាយរឿងលុយកាក់វិញបានន័យថាអ្នកគឺកំពុងតែឈានជើងដល់ដំណាក់កាលមួយដែលអ្នកប្រសើរជាងមុនហើយរឿងលុយកាក់បើសិនជាអ្នកយកលុយកាក់ទៅធ្វើអីមួយរឿងឡើងឋានៈឡើងអីគឺជោគជ័យណាក្រុមទី2
បើសិនជាអ្នកចង់បង្កើតមុខរបរអីក៏ជោគជ័យដែរចាក៏ជោគជ័យដែរណាបើន័យថាយើងនឹងទទួលប្រយោជន៍តាក់ទងនឹងរឿងលុយកាក់ចាបើសិនជានិយាយរឿងក្តីស្រឡាញ់វិញបើសិនជាមនុស្សស្រីចូលចាប់ក្រុមទី3នេះបើន័យថាគាត់អាចនឹងមានមនុស្សដែលចូលមកស្រឡាញ់គាត់ហ្នឹងឬក៏គូរបស់គាត់ហ្នឹងគឺជាមនុស្សដែលថាអ្នកខ្លះជាគូនៅបរទេសណាដែលមានលក្ខណៈខុសពីអ្នកទាំងអស់គ្នាបើឧទាហរណ៍ថាអ្នកទាំងអស់គ្នានៅប្រទេសមួយអញ្ចឹងអាចថាជួបគូអ្នកដែលនៅប្រទេសមួយទៀតឬក៏អ្នកទាំងអស់គ្នានៅដោយថាមានឋានៈតូចទាបឬក៏មានលុយតិចអញ្ចឹងប៉ុន្តែសំណាងបានមនុស្សប្រុសដែលមានលុយគ្រាន់បើឬក៏មានលុយច្រើនជាងយើងហ្នឹងមកចូលស្ដីដណ្ដឹងយើងឬក៏មកស្រឡាញ់យើងឬក៏មកតាក់ទងយើងណាដឹងតែមានលេខល្អចូលមកហើយចាហើយតាក់ទងនឹងអាយុដូចគ្នាអ្នកដែលចូលមកស្រឡាញ់យើងហ្នឹងអ្នកតាក់ទងយើងហ្នឹងអាចថាមានអាយុចាស់ជាងយើងច្រើនចាមិនក្មេងសបាគ្នាទេគឺអាយុអាចចាស់ជាងយើងច្រើនមិនថាស្រីឬប្រុសណាបើមនុស្សស្រីអាចថាគូរបស់យើងហ្នឹងចាស់ជាងយើងឬក៏ក្មេងជាងយើងច្រើនណាហ្នឹងហើយក្មេងជាងយើងច្រើនឬក៏ចាស់ជាងយើងច្រើនមិនសបាគ្នាទេមើលទៅលក្ខណៈថាខុសវ័យគ្នាអញ្ចឹងណាចាហើយមកយើងមកសួរតាមសំណួររបស់យើងសួរថាតើគាត់នៅស្រឡាញ់អ្នកដែរឬទេណាលេខនេះឃើញថាគាត់គិតរឿងការរស់នៅចាគាត់គិតដូចថាអ្នកទាំងអស់គ្នាធ្លាប់បែកពីគ្នាឬក៏នៅឆ្ងាយពីគ្នាគាត់នៅស្រឡាញ់យើងអត់បើយើងអត់ដែលតាក់ទងគ្នាទេមួយរយៈហ្នឹងតែយើងចង់ដឹងគាត់ចិត្តគាត់ថាយើងគាត់នឹងនៅនឹកយើងអត់គឺលេខនៅក្នុងនេះគាត់ក្រុមទី2នេះគឺគាត់រវល់នឹងការរស់ស៊ីចាគាត់រវល់នឹងការរស់ស៊ីគាត់រវល់នឹងចំណេះជំនាញរបស់គាត់ណាចាគាត់រវល់នឹងការងាររបស់គាត់ណាចាប៉ុន្តែគាត់ក៏មិនភ្លេចនៅការនឹកគិតមកដល់អ្នកដែរចាគាត់នៅនឹកគិតណាគាត់នៅលេខអ្នកចាប់ក្រុមទី2នេះមានអ្នកខ្លះដៃគូរបស់យើងត្រឡប់មកជួបត្រូវរើគ្នាវិញហើយចាទោះបីជាគាត់មិនទាន់មកសារភាពអីអាចថាយើងទទួលបានដំណឹងបើអ្នកទាំងអស់គ្នាអត់ទាន់បានទទួលដំណឹងទេអ្នកទាំងអស់គ្នាប្រកាសជានឹងទទួលបានដំណឹងថាគាត់បើសិនជាយើង post story អីអាចថាកន្លងមកគាត់មិនដែលចូលមើល story អ្នកទាំងអស់គ្នាទេតែមួយរយៈហ្នឹងក្រោយពេលអ្នកមកមើលបៀហ្នឹងឬក៏មុនអ្នកមកមើលបៀហ្នឹងបន្តិចគឺគាត់បានចូល story អ្នកទាំងអស់គ្នាដើម្បីមើលណាប៉ុន្តែអ្នកខ្លះអត់ like អត់ comment អីទាំងអស់គ្រាន់តែគាត់ចូលលក្ខណៈមួយតាមដានហើយនិយាយទៅលេខនេះគេថាគាត់បាននឹកគិតដល់អ្នកទាំងអស់គ្នាលក្ខណៈជាគ្រួសារណាអញ្ចឹងបានខ្ញុំថាលេខពីដើមនេះមកថាអ្នកទាំងអស់គ្នាបើអ្នកនៅលីវអីចឹងមានមនុស្សឬក៏មានជនបរទេសឬក៏មានអ្នកណាម្នាក់ដែលមានភេទផ្ទុយគ្នាហ្នឹងមកតំណាក់តំណងលក្ខណៈជាគ្រួសារចាអាចថាមកចូលស្ដីដណ្ដឹងឬក៏មកតាមដានមកស្រឡាញ់មកតាក់ទងណាចាតាក់ទងហ្នឹងគឺមិនមែនតាក់ទងលក្ខណៈលក្ខណៈថាបោកបញ្ឆោតចិត្តអត់ទេគេគិតរឿងគ្រូគេគិតគូអនាគតតទៅមុខណាហើយក៏គេជាមនុស្សដែលមានចិត្តត្រជាក់ដូចគ្នាអញ្ចឹងបើសិនជាកន្លងមកគេចិត្តក្តៅអីយ៉ាងណាក៏មកដល់ពេលនេះគឺគេមានចិត្តត្រជាក់ហើយចាគេមានចិត្តត្រជាក់ហើយណាហើយគាត់នៅស្រឡាញ់អ្នកទាំងអស់គ្នានៅគិតអ្នកទាំងអស់គ្នាលក្ខណៈជាគ្រួសារហើយចង់មកត្រូវរើគ្នាវិញចង់មកត្រជាក់ត្រជុំមួយគ្នាវិញចង់មកកាន់ដៃគ្នារស់ស៊ីវិញប៉ុន្តែតាក់ទងនឹងរឿងលុយកាក់បើសិនជាត្រូវស្ដីដណ្ដឹងរៀបការអីគឺអ្នកដែលចង់ចូលមករកយើងហ្នឹងមិនទាន់មានលុយគ្រប់គ្រាន់ទេនៅខ្វះខាតតាក់ទងនឹងរឿងលុយកាក់បានន័យថាបំណងប្រាថ្នាដែលគាត់ចង់ធ្វើអីមួយហ្នឹងវាមិនទាន់បានជោគជ័យទេវានៅខ្វះខាតនៅឡើយវានៅស្មុគស្មាញនៅឡើយនៅណាវាមិនទាន់ជោគជ័យទេតែបើសិនជាថាមានអ្នកខ្លះដូចថាគេមានដៃគូហើយគេមានដៃគូហើយតែយើងមកចង់គ្រាន់តែចង់ដឹងចិត្តគេថាតើគេហ្នឹងនៅស្រឡាញ់អ្នកអត់ទោះបីជាគេទៅរៀបការថ្មីក៏ដោយឬក៏
គេដូចថាមានដៃគូថ្មីក៏ដោយឬក៏យើងមានដៃគូថ្មីយើងចង់ទៅមើលដៃគូចាស់របស់យើងថាគាត់នៅស្រឡាញ់អ្នកទាំងអស់គ្នាអត់គាត់នៅស្រឡាញ់ណាហើយគាត់តែងតែចិត្តត្រជាក់អត់ធ្មត់អត់អោនចង់រស់នៅទោះបីជាមិនបានស្រឡាញ់គ្នាអីក៏ចង់រស់នៅមានទំនាក់ទំនងជាមួយគ្នាស្មើចាហើយបើសិនជាចង់មកចូលស្ដីដណ្ដឹងរៀបការវិញគឺអត់ទាន់មានលុយគ្រប់ទេចាក្រុមទី2ណាបើយើងតន្ទឹងរង់ចាំគាត់ណាឬក៏យើងទៀមទាចង់បានលុយកាក់អីពីគាត់អត់ទាន់មានលុយគ្រប់ដើម្បីបំពេញបំណងប្រាថ្នារបស់អ្នកទេណាក្រុមទី2ចាហើយនៅក្នុងហ្នឹងរវាងអ្នកនិងគាត់ហ្នឹងណាក៏មិនទាន់យល់ចិត្តគ្នាដែរមិនទាន់ត្រូវរូវគ្នាដែរគាត់ស្រឡាញ់យើងគាត់ចង់មកត្រូវរូវមួយយើងគាត់ចង់មករៀបការមួយយើងប៉ុន្តែអត់មានលុយគ្រប់គ្រាន់មួយទៀតគឺពួកអ្នកទាំងពីរអត់ទាន់យល់ចិត្តគ្នាទេនៅកាត់ខុសពីគ្នានៅឡើយទេដែលថាគាត់គិតថាមកចង់ត្រូវរូវយើងគិតអត់យល់ពីគាត់យើងមិនខ្វល់ពីគាត់អីចឹងគេហៅថាលេខមិនចុះសម្រងគ្នាលុយកាក់ក៏មិនសមប្រកបមិនជោគជ័យចិត្តគំនិតក៏មិនត្រូវគ្នាតកតងនឹងរឿងផ្សេងៗបានន័យថាគិតអាក្រក់ពីគ្នាទៅវិញទៅមកចាអន់ចិត្តនឹងគ្នាទៅវិញទៅមកអីចឹងណាចាបើរឿងបេះដូងវិញបានន័យថាអត់ត្រូវគ្នាទេយើងគិតថាគាត់នឹងចេះគាត់គិតថាយើងនឹងចេះចាលេខមិនតាន់ត្រូវគ្នាទេចង់តិចចង់សុខសាន្តជាមួយគ្នាតែលេខមិនតាន់ត្រូវគ្នាទេហើយមួយទៀតគ្រប់យ៉ាងគេហៅថាមានរបួសស្នាមបានន័យថាអ្នកទាំងពីរឬថាបែកគាត់គិតថារវាងអ្នកហើយនឹងគាត់នឹងបានបែកបាក់គ្នាហើយដូច្នេះហើយគាត់បានត្រឹមថាចង់មករស់នៅជាមួយគ្នាប៉ុន្តែ50% ចាលេខមិនតាន់ឃើញចូលមកទេចាមានបើថារឿងជនជាតិវិញឬក៏ដៃគូថ្មីចូលមកមែនបានត្រឹមមកស្រឡាញ់អត់តាន់ឃើញមានលុយមានកាក់មកស្ដីមិនដឹងរៀបការទេបើសិនជាអ្នកធ្លាប់បែកបាក់គ្នាបានន័យថាអ្នកទាំងពីរយល់ថាអ្នកទាំងពីរគឺបែកបាក់គ្នាហើយអត់មិនសង្ឃឹមថាត្រឡប់មកត្រូវគ្នាវិញទេណា50% តែប៉ុណ្ណោះតែគេសង្ឃឹមថាបើមិនបានរួមគ្នាជីវិតជាគូតទៅមុខកាន់ដៃគ្នារស់នៅក៏សូមឲ្យបានប្រកបកិច្ចការទំនាក់ទំនងគ្នារស់នៅមើលមុខគ្នាត្រង់ទៅត្រង់មកតែជាក់ស្ដែងមិនតាន់បានល្អប្រសើរតែបើសិនជាយើងនឹងមានជួបអ្នកណាម្នាក់ថ្មីឬក៏គេឆាតមកតាក់ទងរបស់តាក់ទងអ្នកទាំងអស់គ្នាក្នុងអំឡុងពេលដែលអ្នកទាំងអស់គ្នាមកមើលបៀនហ្នឹងមានន័យថាស្នេហារបស់អ្នកទាំងអស់គ្នាបានត្រឹមតែគិតថាចង់បានគ្នាជាគូក្រងតែរឿងលុយកាក់ការរស់នៅទំនាក់ទំនងសពគ្រប់បែបយ៉ាងគឺមិនទាន់ត្រូវគ្នានៅឡើយទេចាអត់ទាន់ត្រូវគ្នានៅឡើយទេណាក្រុមទី2ចាអញ្ចឹងយើងមកមើលតគឺក្រុមទី3ក្រុមទី3គឺយើងសួរថាតើគាត់នៅស្រឡាញ់អ្នកដែរឬទេណាចាក្រុមទី3គឺក្រុមអក្សរ M យើងចាប់បានស្លឹកឌឺសាននេះណាចាបើយើងនិយាយពីរឿងការងារវិញបានន័យថាបានឡើងតំណែងត្រចេះត្រចង់ល្អណាស់ណាចាបានការងារថ្មីល្អជាងមុនសម្រាប់ធ្វើឲ្យជោគជ័យនៅក្នុងកិច្ចការក្នុងជីវិតឬក៏ជាឆ្នាំដែលថារស់ស៊ីឡើងរស់ស៊ីបានជោគជ័យណាជោគជ័យសម្រាប់បំណងប្រាថ្នាចាស្លឹកនេះគឺល្អបើនិយាយពីរឿងលុយកាក់វិញមានលៀបហូរចូលដោយសារមនុស្សប្រុសណាចាឬក៏បានឡើងប្រាក់ខែបើសិននិយាយរឿងស្នេហាវិញបានន័យថាសំបំណងសម្រាប់មានបរោះជីសេះសមកជួបអ្នកទាំងអស់គ្នាជាមនុស្សដែលមានគេហៅថាមានភាពក្លាហានមានលុយមានកាក់ចូលមកជួបអ្នកទាំងអស់គ្នាណាចាផ្ដល់ឲ្យអ្នកទាំងអស់គ្នានៅមុខមាត់នៅកិត្តិយសពេញលេញអញ្ចឹងឥឡូវយើងមកមើលចាយើងមកមើលតាមសំណួររបស់យើងសួរថាគាត់នៅស្រឡាញ់អ្នកដែរឬទេណាគាត់នៅស្រឡាញ់អ្នកដែរឬទេក្រុមទី3ក្រុមទី3នេះ
បញ្ហារឿងលុយច្រើននៅក្នុងនេះបើសិនជាអ្នកធ្លាប់បែកបាក់គ្នាហើយបើសិនជាអ្នកធ្លាប់បែកបាក់គ្នាហើយមកសួរថាគាត់នៅស្រឡាញ់អត់មនុស្សនេះគិតរឿងលុយខ្លាំងជាងចាគិតរឿងលុយខ្លាំងជាងណាគិតរឿងលុយកាក់ហើយបើគេមកស្រឡាញ់អ្នកក៏អត់តន់ស្ដីដណ្ដឹងរៀបការដែរបានតែត្រឹមថាលេខនេះបានន័យថាដៃគូរបស់យើងហ្នឹងណាគឺជាមនុស្សដែលថាគាត់មិនមែនជាមនុស្សបែបរ៉ូមែនទិកទេគឺគាត់ជាមនុស្សដែលគិតគូររឿងលុយកាក់ធំជាងប៉ុន្តែរឿងលុយកាក់មិនសមបំណងទេมันអាចបំពេញតម្រូវការរបស់យើងបានទេចាអញ្ចឹងសកម្មភាពរស់នៅរបស់គាត់ពោពេញទៅដោយការគិតរឿងលុយកាក់ជាធំចាក្នុងគំនិតរបស់គាត់លុយគឺ9នៅក្នុងចិត្តរបស់គាត់ចាលុយគឺ9នៅក្នុងចិត្តរបស់គាត់គាត់ចង់ឲ្យរកលុយបានច្រើនណាតែបើសិនជាយើងជាស្ត្រីនៅលីវវិញណាมันមានអ្នកណាចូលស្ដីមិនដឹងទេបានន័យថានឹងមានអ្នកដែលមានលុយចូលស្ដីមិនដឹងចាចូលស្ដីមិនដឹងយើងណាចាប៉ុន្តែនៅក្នុងហ្នឹងឃើញថាប៉ុន្តែគេចូលស្ដីមិនដឹងនេះលក្ខណៈថាគេមកស៊ើបសិនទេចាគេអត់តន់មកច្បាស់លាស់ភ្លាមហីប៉ុន្តែគេមកដូចថាគេកំណត់គោលដៅច្បាស់ហើយថាគេចង់ចូលស្ដីមិនដឹងយើងប៉ុន្តែគេមកលក្ខណៈស៊ើបយើងសិនគេអត់តន់ចូលមកឈប់តន់ហន់ទេណាព្រោះលេខនេះអត់មានលេខតន់ហន់ទេព្រោះគេគិតរឿងលុយកាក់ជាធំមនុស្សនេះគិតវែងឆ្ងាយនេះគឺគិតរឿងលុយកាក់ចាគេខ្លាចបាត់បង់ប្រយោជន៍គេថ្ងៃអនាគតណាចាចឹងយើងមកសួរថាគេនៅនឹកគិតយើងអត់ណានៅក្នុងនេះឃើញថាបើអ្នកអត់ទាន់មានគូមានគេចូលសួរឬក៏មានគេមកតាមស៊ើបតែបើសិនជាអ្នកដែលថាបែកបាក់គ្នាទៅហើយគេអាចបានគិតដល់អ្នកទេក្រុមទី3អ្នកគេអត់គិតដល់យើងទេគេមានតែចាក់ចេញគេមានតែគិតថារវាងអ្នកនិងគេហ្នឹងគឺបែកបាក់គ្នាហើយអញ្ចឹងអត់មានផ្លូវនឹងអាចត្រឡប់ផ្សះផ្សាវិញទេព្រោះគ្រប់យ៉ាងដូចថាឆ្អែតនឹងការរស់នៅមិនចោះសម្រងគ្នាឬក៏មិនយល់ពីគ្នាមិនត្រូវគ្នាមើលទៅមិនអាចភពប្រសពគ្នាបានតែម្ដងណាក្រុមទី3តែបើសិនជាអ្នកអត់ទាន់មានគូមានគេចូលស៊ើបវិញមានគេចូលស៊ើបល្អអ្នកអត់ទាន់មានគូល្អឬក៏ថាអ្នកដែលអត់ធ្លាប់មានប្រវត្តិបែកបាក់មួយគ្នាហើយគេយើងមកមើលថាគេនៅគិតដល់យើងអត់ឬថាអ្នកទាំងពីរបាននិយាយគ្នាបានដូចថាមើលទៅតំណងថាស្រឡាញ់គ្នាអញ្ចឹងយើងមកមើលថាតើគាត់នៅស្រឡាញ់អ្នកអត់ទោះបីជាអ្នកឃ្លាតពីគាត់ទៅហើយក៏ដោយមាននឹកគ្នាដល់អ្នកអត់ក្នុងនេះគេនឹកគ្នាសម្រាប់អ្នកអត់ទាន់មានគូតែបើអ្នកមានគូឬក៏ធ្លាប់តាក់ទងគ្នាបែកបាក់គ្នាហើយមកដល់ពេលនេះគេអត់មាននឹកគ្នាដល់អ្នកទេណាក្រុមទី3គេអត់នឹកគ្នាដល់យើងទេក្រុមទី3នេះគេចិត្តដាច់ពីយើងគេគិតថាគេយើងនឹងគេបែកបាក់គ្នាហើយអត់មានអារម្មណ៍អីសេះសល់សម្រាប់ការគិតទេជាប់តែអតីតកាលនៅរឿងដែលមិនល្អអញ្ចឹងជាប់តែរឿងអញ្ចឹងឯងតែបើរឿងល្អគឺអត់មានទេខុសពីអ្នកនៅលីវអ្នកដែលធ្លាប់តាក់ទងគ្នាដូចថាជួបគ្នាម្ដងឃើញមុខគ្នាហើយក៏ត្រូវឃ្លាតគ្នាយើងមកមើលថាគេនៅស្រឡាញ់យើងអត់គេនៅយកចិត្តទុកដាក់គេនៅគិតឲ្យយើងអត់គេគិតចាផ្ទុយគ្នាណាពីហ្នឹងចាស្លឹកបៀហ្នឹងបង្ហាញថាអញ្ចឹងចាអញ្ចឹងខ្ញុំមានប៉ុណ្ណឹងសម្រាប់ក្រុមទី1ដល់ក្រុមទី3ណាសង្ឃឹមថាអ្នកទាំងអស់គ្នាជ្រើសមនុស្សត្រូវចូលមកនៅក្នុងជីវិតណាកុំឲ្យជួបរឿងប្រត់ប្រាស់បែកបាក់ចាអរគុណច្រើន